ខ្លះក៏យល់ដឹងអំពីច្បាប់អ្នកខ្លះក៏មិនទាន់យល់ដឹងអំពីច្បាប់ជាបទពិសោធន៍ដែលជួបបញ្ហាបងប្អូនច្បាស់ណាស់នៅស្គាល់ក្រុមការងាររបស់លោកសុភ័ក្រមានបុគ្គលិកខ្ញុំម្នាក់ដែលគាត់ឈ្មោះលោកភិភារាគ្រប់ក្រសួងស្ថាប័នឬក៏ស្ថាប័នដែលអនុវត្តនីតិវិធីឬក៏អនុវត្តច្បាប់ក្នុងការចាប់អ្នកសារព័ត៌មាននោះសូមឲ្យគិតពិចារណាហើយនឹងយករបបសារព័ត៌មានដើម្បីយកមកប្រើជៀសវាងការយកច្បាប់ព្រហ្មទណ្ឌហើយក្នុងការចាប់ចងក្នុងន័យបំផិតបំភ័យហើយនឹងបំផ្លាញសេចក្តីថ្លៃថ្នូរកិត្តិយសរបស់អ្នកសារព័ត៌មានយើងចូលរួមច្រើនហើយអ្វីដែលយើងជួបប្រទះច្រើនគឺបញ្ហាទាក់ទងនឹងផ្លូវច្បាប់អញ្ចឹងវគ្គនេះគឺល្អមែនទែនមានន័យថាអ្នកសារព័ត៌មានយើងគឺមានបញ្ហាជាច្រើនដោយសារតែយើងកង្វះខាតនៃការយល់ដឹងពីផ្លូវច្បាប់ដើម្បីយកទៅបម្រើដល់បងប្អូនជាពលរដ្ឋផងដែរបាទមានន័យថាលោកចង់កើតនៅការសិក្សារៀនសូត្រនៅវគ្គជាបន្តទៀតសម្រាប់អ្នកសារព័ត៌មានមែនទេបាទនឹងការលើកកម្ពស់ច្បាប់នឹងបាទបទដ្ឋានគតិយុត្តមួយចំនួនសម្រាប់អ្នកសារព័ត៌មានបាទនៅក្នុងរយៈពេល3ថ្ងៃនេះគឺយើងបានទទួលនៅចំណេះដឹងពេញលេញបូករួមទាំងបទពិសោធន៍ដែលយើងមានកន្លងមកនិងចំណេះដឹងបន្ថែមពីអាយដាមអស់លោកដែលជាថ្នាក់ដឹកនាំក្រសួងព័ត៌មានបាទខ្ញុំសំណូមពរដល់អាយដាមរដ្ឋមន្ត្រីបាទគឺសូមឲ្យមានបាទវគ្គបណ្ដុះបណ្ដាលបន្ថែមទៀតសម្រាប់បងប្អូនសិក្ខាកាមយើងក្រឹកជក់ចំណេះដឹងបន្តទៀតបាទជំរាបសួរដល់ទស្សនិកជនដែលកំពុងតែទស្សនាខ្ញុំនឹងបង្ហាញអំពីទស្សនវិជ្ជាដែលខ្ញុំបានផ្ទាល់បាទតំណាងឲ្យសមាគមអ្នកសារព័ត៌មានកម្ពុជាហើយលើកនេះបាទយកនាមក្នុងជាពិធីករដើម្បីធ្វើការបង្ហាញជំវិញការយល់ឃើញរបស់ប្រធានសមាគមនីមួយៗក៏ដូចជាអ្នកយល់ដឹងអំពីផ្លូវច្បាប់តើការសិក្សារៀនសូត្រអំពីច្បាប់ក៏ដូចជាការលើកកម្ពស់ច្បាប់ក៏ដូចជាការយល់ដឹងអំពីគតិយុត្តមួយចំនួនបាទពាក់ព័ន្ធនឹងផ្លូវច្បាប់ទាំងអស់នោះតើមានសារៈសំខាន់យ៉ាងណាដែរចំពោះអ្នកសារព័ត៌មានរបស់យើងសូមទស្សនាដូចតទៅបាទសូមជម្រាបសួរបងប្រធានសមាគមបាទអញ្ចឹងនៅក្នុងឱកាសនេះបន្ទាប់ពីការសិក្សារយៈពេល3ថ្ងៃរួមទាំងការអញ្ជើញវត្តមានរបស់បងបាទដែលនាំក្រុមការងារបណ្ដាញអង្គភាពមួយចំនួនចូលមកសិក្សានៅទីនេះបងយល់ឃើញយ៉ាងម៉េចដែរបងបាទខ្ញុំបាទឋានចន្ទណាដែលខ្ញុំបាទជាប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិយើងបានដឹកនាំសមាជិកាមកចូលរួមកម្មវិធីវគ្គបណ្ដុះបណ្ដាលរបស់ក្រសួងព័ត៌មានរយៈពេល3ថ្ងៃនេះយើងឃើញថាមានទទួលការបណ្ដុះបណ្ដាលល្អជាច្រើនពីគ្រូបង្គោលដែលស្ថិតក្នុងក្រសួងព័ត៌មានហើយអ្វីដែលយើងទទួលបានគឺមានន័យថាក្រសួងចាប់ផ្ដើមរឹតបន្តឹងលើវិស័យព័ត៌មានអ្នកដែលអាចឈរជើងឬក៏អ្នកដែលអាចដំណើរការលើវិស័យព័ត៌មានបានគឺតម្រូវឲ្យមានឋានានុក្រមជាច្រើនតាំងពីធ្លាប់មានបទពិសោធន៍តាំងពីថ្នាក់បញ្ញាបត្រតាំងពីកម្រិតអាយុកាលហើយនឹងធ្លាប់ឆ្លងកាត់នឹងការធ្វើជាគេហៅថាចូលជើងនៅអង្គភាពណាមួយបានយើងអាចឡើងមកកម្រិតទៅមកកម្រិតទៀតហើយអ្វីដែលយើងទទួលបានឃើញថាអ្នកសារព័ត៌មានយើងចូលរួមច្រើនហើយអ្វីដែលយើងជួបប្រទះច្រើនគឺបញ្ហាទាក់ទងនឹងផ្លូវច្បាប់អញ្ចឹងវគ្គនេះគឺល្អមែនទែនមានន័យថាអ្នកសារព័ត៌មានយើងគឺមានបញ្ហាជាច្រើនដោយសារតែយើងកង្វះខាតនៃការយល់ដឹងពីផ្លូវច្បាប់ហើយយ៉ាងអ្នកមួយចំនួនដែលគាត់ភាគច្រើនគាត់យកយើងជាមធ្យោបាយន័យថាដឹងតែយើងកង្វះខាតបែបហ្នឹងហើយនៅពេលដែលយើងចូលទៅប្រព្រឹត្តអ្វីមួយឬក៏ចូលទៅសម្ភាសឬក៏ទៅចូលទៅយកព័ត៌មានអ្វីមួយវានឹងជួបឧបសគ្គបែបហ្នឹងធ្វើឲ្យយើងនឹងខ្សោយនឹងផ្លូវច្បាប់អញ្ចឹងខ្ញុំសូមសំណូមពរឲ្យក្រសួងដូចជាថ្នាក់ដឹកនាំរបស់ក្រសួងព័ត៌មានឲ្យមានវគ្គបណ្ដុះបណ្ដាលបែបនេះឲ្យកាន់តែច្រើនដើម្បីឲ្យមន្ត្រីព័ត៌មានយើងឬក៏អង្គភាពព័ត៌មានឬក៏ខាងសមាគមព័ត៌មាននឹងបានយល់ដឹងផ្នែកនឹងច្រើនអញ្ចឹងជៀសវាងការដែលគាត់ប្រកបវិជ្ជាជីវៈទៅប៉ះពាល់ខាងច្បាប់ប្រកបវិជ្ជាជីវៈទៅគាត់ខ្វះខាតចំណុចណាមួយធ្វើឲ្យមានបញ្ហាដូចជាផ្លូវច្បាប់ដូចជាមានបញ្ហាការបដិងផ្ដាល់បាទជំវិញការសិក្សារយៈពេល3ថ្ងៃនេះផ្ដោតទៅលើច្បាប់តែម្ដងសម្រាប់អ្នកសារព័ត៌មានទាំងអស់នៅក្នុងទស្សនវិជ្ជាដែលមានការចូលរួមហ្នឹងប្រមាណអង្គភាពដែលបងអញ្ជើញមកហើយបងអាចជម្រាបជូនអំពីអង្គភាពសមាគមរបស់បងបានទេបាទសរុបសិក្ខាកាមដែលចូលរួមទៅចូលប្រហែលជាខ្ទង់ចូល100នាក់ដែរហើយក្នុងនោះមានខាងបដោតសំខាន់ធំមានន័យថាគឺបដោតទៅលើសមាគមហើយនឹងចាងវាងហើយនឹងសមាជិកដែលគាត់ចាត់តាំងមកដែលខាងក្រសួងព័ត៌មានគាត់បានធ្វើការប្រកាសក្នុងការបើកវគ្គបណ្ដុះបណ្ដាលហើយអ្វីដែលសំខាន់គឺយើងទទួលបានការបញ្ជាក់វិញ្ញាបនបត្រ
ការសិក្សារយៈពេល3ថ្ងៃពីរដ្ឋមន្ត្រីផ្ទាល់បាទហើយអ្វីដែលយើងទទួលបានវាមិនធម្មតាផ្នែកច្បាប់ទេគឺយើងទទួលបានតាក់ទងនឹងការដែលយើងចូលរួមនេះយើងបានសំណួរចម្លើយពីលោកគ្រូបង្គោលផងដែរអញ្ចឹងមានតាំងពីផ្នែកច្បាប់មានតាំងពីផ្នែកវិជ្ជាជីវៈក្រមសីលធម៌មានផ្សេងដែលយើងអាចសំណួរចម្លើយហើយនឹងវាគ្មិនលោកបានបង្រៀនក្បាស់ក្បាយនឹងគាត់អាចធ្វើជាការស្រង់មតិដើម្បីឲ្យយើងថាយើងនឹងទទួលបានអីយើងនឹងឡើងជាមតិក្នុងលីងផងដែរចំពោះបងប្អូនអ្នកសារព័ត៌មានមួយចំនួនក៏ចង់ដឹងអំពីសមាជិកសមាគមរបស់បងដែលមានឈ្មោះអ្វីហើយសម្រាប់បងផ្ទាល់ក៏អ្នកខ្លះក៏បានស្គាល់អ្នកខ្លះក៏មិនទាន់បានស្គាល់ហ្នឹងហើយបងមានឈ្មោះអីដែរបាទខ្ញុំបាទឈ្មោះឋានចន្ទណាខ្ញុំគឺជាប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិដោយសមាគមរបស់យើងផ្ដោតទៅលើសេដ្ឋកិច្ចហើយសមាគមរបស់យើងមានពោល4មានន័យថាគឺផ្ដោតទៅលើសេដ្ឋកិច្ចហើយអ្វីដែលយើងមានអង្គភាពក្នុងសមាគមនេះយើងមានចូល50អង្គភាពជាងដែរបាទអញ្ចឹងខ្ញុំសូមអរគុណបងច្រើនបាទអរគុណបាទសួស្តីលោកអ្នកនាងឥឡូវនេះយើងបន្តជួបជាមួយនឹងលោកចន្ទរាវិញម្ដងបាទបងប្អូនតែងតែស្គាល់ហើយកន្លងមកលោកចន្ទរាបាទគឺជាប្រធានអង្គភាពសារព័ត៌មាន DBN បាទ DBN News ឥឡូវនេះឃើញវត្តមានរបស់គាត់នៅឯកម្មវិធីមួយដែលមានឈ្មោះថាបាទការលើកកម្ពស់ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនសម្រាប់អ្នកសារព័ត៌មាននៅក្នុងថ្ងៃនេះបាទនេះក្រសួងព័ត៌មានផងដែរលោកចន្ទរាតើបន្ទាប់ពីការសិក្សារួមទាំងការផ្ដល់ជាមតិល្អៗរបស់លោកចន្ទរាក្រៅតែពីការផ្ដល់ជាគំនិតល្អៗលោកយល់យ៉ាងណាដែរចំពោះការសិក្សាររយៈពេល3ថ្ងៃកន្លងមកបាទអរគុណច្រើនបងហើយអរគុណទៅដល់សម្ដេចទ្រង់អាដាមលោកជំទាវហើយជាពិសេសគឺប្រជាពលរដ្ឋខ្មែរទាំងអស់ហើយទីមួយគឺខ្ញុំសូមវាតម្លៃខ្ពស់ដល់អាយដាមនៃពេត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានដែលយកចិត្តទុកដាក់កិត្តគូអំពីបងប្អូនអ្នកសារព័ត៌មានហើយក៏បានបង្កើតនៅវគ្គបណ្ដុះបណ្ដាលរយៈពេល3ថ្ងៃនេះជារួមមកវិញបន្ទាប់ពីការចូលរួមយ៉ាងច្រើនពីបងប្អូនអ្នកសារព័ត៌មានហើយក៏ទទួលបាននៅការបញ្យល់ណែនាំនិងបទពិសោធន៍ជុំវិញនឹងវិស័យសារព័ត៌មានពីអាយដាមពីគ្រូបង្គោលទាំងអស់នោះខ្ញុំឃើញថាជាចំណុចមួយដែលល្អដែលយើងអាចជួយទៅដល់អ្នកសារព័ត៌មានហើយជាការតម្រាយផ្លូវតម្រង់ទិសដើម្បីឲ្យបងប្អូនសារព័ត៌មានហ្នឹងក៏អនុវត្តទៅគឺជាឆ្ងាយពីការគម្រាមកំហែងក៏ដូចជាការចាប់ឬក៏បើនិយាយទៅគឺការដែលមិនសូវឲ្យតម្លៃទៅលើវិស័យសារព័ត៌មានគឺយើងឃើញថាពេលដែលយើងបានសិក្សាទៅឃើញថាល្អហើយយើងឃើញថាវិស័យសារព័ត៌មានគឺមានតម្លៃមែនទែនបាទហើយពាក់ព័ន្ធទៅនឹងការយល់ដឹងខ្ញុំឃើញថាបងប្អូនអ្នកសារព័ត៌មានរបស់យើងក៏លើកសំណួរច្រើនហើយជុំវិញលោកចន្ទរាក៏បានបង្ហាញច្រើនដែរអញ្ចឹងការយល់ឃើញចំពោះបងប្អូនអ្នកសារព័ត៌មានជាពិសេសម្ចាស់អង្គភាពដែលនៅក្នុងទស្សនវិជ្ជានេះមានការអញ្ជើញបាទដោយម្ចាស់ស្ថាប័នតែម្ដងរបស់ក្រសួងព័ត៌មានអញ្ជើញបាទប្រហែលចូល200អ្នកជាងបាទជាង200អ្នកហ្នឹងលោកយល់យ៉ាងណាដែរចំពោះម្ចាស់អង្គភាពទាំងអស់ហ្នឹងតែគាត់យល់ដឹងចំណុចដែរចំពោះលោកចន្ទរាដែលយល់ថាការដឹកនាំរបស់សមាគមទាំងអស់ហ្នឹងចូលមកហើយពួកគេអាចទទួលចំណេះដឹងយ៉ាងម៉េចដែរបាទសម្រាប់ខ្ញុំវិញខ្ញុំគិតថាតកតងជាមួយនឹងបងប្អូនសារព័ត៌មានខ្ញុំជឿថាវគ្គនេះគឺបងប្អូនគាត់យកចិត្តទុកដាក់ច្រើនប៉ុន្តែអ្វីដែលជាប្រធានបទហើយការលើកឡើងពាក់ព័ន្ធជាមួយនឹងក្តីបារម្ភរបស់ពួកគាត់នោះដោយសារតែបច្ចុប្បន្ននេះគឺក្នុងការប្រកបអាជីពវិស័យសារព័ត៌មាននេះគឺមានការគម្រាមកំហែងមានការប្តឹងផ្តល់ច្រើនបន្ទាប់ពីការផ្សាយហើយជាទូទៅកន្លងមកក៏មានបងប្អូនអ្នកសារព័ត៌មានជាច្រើនក៏មានការខាត់ខ្លួននិងឃុំខ្លួនហើយនឹងមានរូបភាពផ្សេងៗដែលធ្វើឲ្យបងប្អូនអ្នកសារព័ត៌មានមានការខ្លាចរអាលអញ្ចឹងទន្ទឹមនឹងការខ្លាចរអាលនេះយើងឃើញថាបន្ទាប់ពីការណែនាំការបង្ហាត់បង្ហាញហើយនឹងកន្លឹះមួយចំនួននោះក៏យើងឃើញថាយើងអាចជាសេមាឬក៏ជាខែឬក៏ជាអាវក្រោះមួយចំនួនដើម្បីការពារដែរហើយនៅក្នុងនោះក៏មានការចង់ឲ្យគ្រប់ក្រសួងស្ថាប័នឬក៏ស្ថាប័នដែលអនុវត្តនីតិវិធីឬក៏អនុវត្តច្បាប់ក្នុងការចាប់អ្នកសារព័ត៌មាននោះសូមឲ្យគិតពិចារណាហើយនឹងយករបបសារព័ត៌មានដើម្បីយកមកប្រើជៀសវាងការយកច្បាប់ព្រមមិនទាន់ហើយក្នុងការចាប់ចងក្នុងន័យបំផិតបំភ័យហើយនឹងបំផ្លាញសេចក្តីថ្លៃថ្នូរកិត្តិយសរបស់អ្នកសារព័ត៌មានអ្វីដែលជារឿងសំខាន់សម្រាប់អ្នកសារព័ត៌មានរយៈពេល3ថ្ងៃគិតចាប់ពីថ្ងៃទី23 24 25ខែកុម្ភៈឆ្នាំ2026នេះគឺថាមានការទទួលយកនៅចំណេះដឹងច្រើននៅក្នុងនោះ
ហើយយើងក៏ផ្អែកទៅលើច្បាប់មួយចំនួនដែលបានបង្ហាញជូនដែរដូចជាច្បាប់ក្រមព្រហ្មទណ្ឌច្បាប់ក្រមរដ្ឋប្រវេណីណានិងច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជាដែរអញ្ចឹងជាទស្សនវិជ្ជាចុងក្រោយអ្វីដែលជាការផ្ដល់ជូនរបស់សាស្ត្រាចារ្យដែលជាវាគ្មិននៅឯក្រសួងព័ត៌មានក៏ដូចជាលោកចន្ទរាផ្ទាល់មានអ្វីជាការផ្ដាំផ្ញើចុងក្រោយបាទ សម្រាប់ខ្ញុំគឺខ្ញុំអរគុណជាថ្មីដល់ក្រសួងព័ត៌មានហើយអរគុណសម្រាប់បងប្អូនដែលបានចូលរួមហើយខ្ញុំក៏ទទូចសំណូមពរទៅដល់ស្ថាប័នដែលពាក់ព័ន្ធបាទសូមមេត្តាធ្វើយ៉ាងណាកុំយកវិធានការនៃការចាប់ខ្លួនអ្នកសារព័ត៌មានកុំឲ្យមានការគំរាមកំហែងបំផិតបំភ័យហើយខ្ញុំស្នើសូមឲ្យសមាគមដែលជាសេនាធិការរបស់ក្រសួងព័ត៌មានគឺសូមធ្វើយ៉ាងណាដើម្បីយើងរួមគ្នាយកចិត្តទុកដាក់គិតធ្វើយ៉ាងណាដើម្បីលើកស្ទួយវិស័យសារព័ត៌មានរបស់យើងព្រោះថាយើងប្រកបអាជីពជាអ្នកសារព័ត៌មានដូច្នេះហើយភាពថ្លៃថ្នូរនិងឧត្តមភាពនៃការងារនេះគឺយើងត្រូវការតែភាពស្អាតស្អំនិងល្អប្រសើរមិនឲ្យមានអ្នកណាគេផ្នែកណាមកមើលងាយឬក៏ចេះតែបំផិតបំភ័យគំរាមកំហែងទេអញ្ចឹងហើយយើងសូមឲ្យស្ថាប័នទាំងអស់ទាំងដូចជាការចាប់ចងអីយើងឃើញថាទាំងនីតិវិធីដំណាក់កាលនគរបាលយុតិធធឬក៏ដំណាក់កាលអាយកាឬក៏ការសម្រេចឃុំខ្លួនឬយ៉ាងណានោះរបស់ស្ថាប័នគឺសូមឲ្យមានការគិតពិចារណានិងធ្វើយ៉ាងណាយករបបសារព័ត៌មានហើយធ្វើយ៉ាងណាកុំឲ្យមានការរឹតបន្តឹងឬក៏គម្រាមកំហែងនៅក្នុងការប្រកបអាជីពមួយនេះបាទខ្ញុំសូមអរគុណលោកចន្ទណាច្រើនបាទសូមអរគុណបាទអរគុណបាទអរគុណបាទជំរាបសួរបងអូនបាទហ្នឹងហើយឃើញថាវត្តមានរបស់បងអូនតំណាងឲ្យសមាគមរបស់បងទីវីបលថ្ងៃនេះផងដែរបាទហើយអញ្ចឹងចង់ឲ្យបងអូនជួយបញ្ជាក់អំពីសមាគមសមត្ថភាពរបស់សមាគមហើយដឹកនាំក្រុមការងារប្រមាណអង្គភាពដែរចូលរួមនៅថ្ងៃនេះបាទហើយមានជាមួយដែរបងបាទសម្រាប់ខ្ញុំតំណាងលោកប្រធានបាទគឺអគ្គលេខារងហើយថ្ងៃនេះគឺយើងមករៀនចំនួន3ថ្ងៃដែលលោកប្រធានចាត់តាំងគឺសហការចំនួន9នាក់បាទហើយមើលអង្គភាពដែលសម្រាប់ដែលចាងវាងមាន9អង្គភាពបាទ9អង្គភាពហើយអង្គភាពខ្ញុំដែលរៀបខ្ញុំហើយបងគ្រឿនភិរុនបាទគឺជួយកាច់បោះភ្នំបាទហើយនៅបន្តទៀតបាទទាំងអស់9អង្គភាពអញ្ចឹងណាបងបាទដែលលោកប្រធានចាត់តាំងមកបាទហើយក្នុងរយៈពេលនេះរៀនចំនួន3ថ្ងៃ3ថ្ងៃបាទ3ថ្ងៃថ្ងៃទី23ដល់25បាទហើយក្នុងថ្នាក់នេះដែរខ្ញុំបាទក៏មានអារម្មណ៍ថាសប្បាយរីករាយដែរក្នុងក្រសួងព័ត៌មានយើងបាទអាយដាមរដ្ឋមន្ត្រីបានខិតខំបាទដើម្បីឲ្យគ្រូសិក្សាបកកែមករៀនសហកម្មយើងបាទរហូតដល់ពេលនេះបាទហើយសូមចុងក្រោយនេះខ្ញុំសូមជម្រាបដល់បងប្អូនសហកម្មយើងមកទាំងអស់ខិតខំរៀនហើយយើងត្រូវដាក់ចំពោះមុខវិជ្ជាជំនាញដើម្បីទុកជាបរិយាការពារខ្លួនបាទដើម្បីទៅមុខបាទហើយមិនមែនថារៀនហើយចេញពីរៀនយើងអត់គិតកូចបាទដែរបាទអញ្ចឹងយើងត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីយើងទុកដាក់បាទហើយទាំងបងទាំងខ្ញុំទាំងបងប្រធានបាទទាំងអស់គ្នាបាទដើម្បីបន្តទៀតដើម្បីពង្រឹងសមត្ថភាពពង្រឹងផ្លូវថ្នូររបស់យើងមុននេះបន្តិចឃើញថាសាធារណជនក៏ដូចជាបងប្អូនមិត្តអ្នកសារព័ត៌មានទាំងអស់រួមទាំងប្រធានអង្គភាពមួយឬអ្នកសារព័ត៌មានអស់បានស្គាល់អំពីសមាគមរបស់លោកទីវិបលហើយដែលឡាយសម្រាប់បងអូនបាទចង់ឲ្យបញ្ជាក់ឈ្មោះរបស់បងអូនបាទសូមអរគុណបងបាទល្អណាស់ចំណុចនេះបាទខ្ញុំបាទមាសសវណ្ណបាទគឺអគ្គលេខាធិការរងនៃសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានិងជាចាងវាងគេហទំព័រ Daily Breaking News បាទហើយមុននេះផ្លេចទេតានាមបាទអង្គភាពតែផ្លេចសមាគមយើងបាទហើយឥឡូវនេះខ្ញុំបានបង្ហាញបាទហើយឃើញបងប្អូនយើងទឹកដាក់ជាមួយថ្ងៃនេះបាទហើយគ្រូបង្រៀនក៏បកកាយទៀតបាទខិតខំព្រឹកបញ្ជក់លើចំណេះដឹងបាទមានអ្វីបញ្ជាក់បន្ថែមហើយជាចុងក្រោយនេះខ្ញុំសនំពោទៅដល់ថ្នាក់ក្នុងក្រសួងបាទដល់អាយដាមរដ្ឋមន្ត្រីជាឪពុកម្ដាយរបស់យើងបាទអាយដាមខិតខំណាស់ដើម្បីបងប្អូនសារព័ត៌មានយើងបាទហើយខ្ញុំសនំពោដល់អាយដាមរដ្ឋមន្ត្រីបាទគឺសូមឲ្យមានបាទវគ្គបណ្ដុះបណ្ដាលបន្ថែមទៀតសម្រាប់បងប្អូនសិក្ខាកាមយើងព្រឹកបញ្ជក់ចំណេះដឹងបន្តទៀតបាទការងារនេះពួកខ្ញុំមករៀនតែសម្រាប់ពួកគាត់អត់ទាន់បានរៀនភាសាគាត់ឈ្មោះតម្រូវសម្រាប់តែអង្គសមាគមចាងវាង10អង្គភាពតែប៉ុណ្ណោះអញ្ចឹងសម្រាប់អ្នកយកព័ត៌មានគ្នាអត់ទាន់មានទេបាទអញ្ចឹងខ្ញុំសូមឲ្យតាមរងដើម្បី
មានវគ្គបណ្ដុះបន្ថែមទៀតបាទ ចាំមានន័យថាជាការសំណូមពរបន្ថែមគឺចង់ឲ្យមានបងប្អូនយើងមួយចំនួនដែលជាបុគ្គលិកឬសាខាកម្មរបស់ស្ថាប័ននីមួយៗមានការចូលរៀនឲ្យបានច្រើនផងដែរដោយសារឃើញថានៅកន្លែងនេះទីនេះនិងមុខវិជ្ជាមេរៀននេះគឺល្អ បាទល្អល្អ បាទល្អណាស់ ល្អណាស់ បាទ បាទហើយខ្ញុំសង្ឃឹមថាបងប្អូនសកកម្មយើងនឹងមានពេលដូចជាសមាគម បាទ មានសមាគមដែលមានវគ្គបណ្ដុះបណ្ដាលសូមបងប្អូនសកកម្មទៅរៀនបាទឲ្យរៀនដើម្បីឲ្យចេះដឹងបាទចេះដឹងហើយមិនមែនថានៅក្រសួងយើងចេញពីក្រសួងមានសមាគមផ្សេងៗដែលគេឲ្យរៀនយើងទៅចូលរៀនបាទកុំខ្ជិលទាំងអស់បាទដើម្បីចំណេះដឹងរបស់យើងបាទអញ្ចឹងសូមអរគុណច្រើន បាទសូមអរគុណច្រើនបាទ អរគុណមក បាទជំរាបសួរសូមជួយបញ្ជាក់អំពីសមាគមក៏ដូចជាក្នុងនាមលោកជាតំណាងរបស់សមាគមមួយដែរបាទ បាទជំរាបសួរបាទខ្ញុំបាទឈ្មោះចុចវីជាអនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព មានលោកមានចន្ទធីជាប្រធានមែនទេ បាទមានលោកមានចន្ទធីជាប្រធានសមាគមបាទ បាទលោកអាចជួយបញ្ជាក់អំពីការដឹកនាំក្រុមការងាររបស់លោកនៅក្នុងថ្ងៃនេះបាទជាថ្ងៃចុងក្រោយគឺជាថ្ងៃដែលបងប្អូនអ្នកសារព័ត៌មានក៏ដូចជាម្ចាស់អង្គភាពទាំងអស់ហ្នឹងនឹងត្រូវបានបាទបញ្ចប់បទវគ្គបាទចំពោះការនាំនឹងក៏ដូចជាដឹកនាំក្រុមការងារម្ចាស់ស្ថាប័នចំនួនប្រមាណដែរចូលមកសិក្សានៅក្នុងពេលនេះបាទ បាទខ្ញុំបាទសូមជម្រាបជូនថាសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពយើងមាន22អង្គភាពសារព័ត៌មានដែលចូលរួមជាមួយនឹងសមាគមហើយនៅក្នុងឱកាសរយៈពេល3ថ្ងៃនេះគឺសមាគមបានអញ្ជើញចាងវាងដែលនៅចំណុះឲ្យសមាគមចំនួន11អង្គភាពមកចូលរួមនៅក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះបាទ មានចំនួន11អង្គភាពចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះជុំវិញការទទួលនៅចំណេះដឹងផ្ទាល់សម្រាប់លោកជាប្រធានសមាគមលោកយល់យ៉ាងណាដែរចំពោះការបង្ហាត់បង្ហាញរបស់សាស្ត្រាចារ្យដែលជាវាគ្មិនរបស់ក្រសួងព័ត៌មានដែលគាត់បានបង្ហាញអំពីផ្លូវច្បាប់ពាក់ព័ន្ធនឹងការលើកកម្ពស់ច្បាប់និងបទដ្ឋានគតិយុត្តមួយចំនួនសម្រាប់អ្នកសារព័ត៌មានបាទនៅក្នុងរយៈពេល3ថ្ងៃនេះគឺយើងបានទទួលនៅចំណេះដឹងពេញលេញបូករួមទាំងបទពិសោធន៍ដែលយើងមានកន្លងមកនិងចំណេះដឹងបន្ថែមពីអាដាមអស់លោកដែលជាថ្នាក់ដឹកនាំក្រសួងព័ត៌មានបានបង្ហាញទាំងផ្លូវច្បាប់ទាំងវិជ្ជាជីវៈអ្នកសារព័ត៌មានគឺបានបង្ហាញទៅដល់បងប្អូនរបស់យើងទាំងអស់ឲ្យបានយល់កាន់តែច្បាស់អំពីច្បាប់របបអ្នកសារព័ត៌មាននិងច្បាប់ព្រហ្មទណ្ឌច្បាប់និយាយពីអំណាចនៃនីតិប្រតិបត្តិនីតិបញ្ញត្តិនិងអំណាចនៃតុលាការបាទគឺយើងបានយល់ដឹងច្បាស់អំពីច្បាប់ទាំងអស់នោះបាទ ហើយបន្ទាប់ពីការទទួលនៅចំណេះដឹងទាំងអស់នេះសង្ឃឹមថានឹងមានការបែងចែកសម្រាប់អ្នកសារព័ត៌មានក្តីក៏ដូចជាម្ចាស់អង្គភាពដែលមិនត្រូវបានអញ្ជើញមកអាចនឹងផ្ដល់ឲ្យគាត់ចែករំលែកឲ្យគាត់នេះនៅសមាគមគឺយើងមានផែនការបន្តទៅទៀតគឺផ្ដល់វគ្គបណ្ដុះបណ្ដាលជូនទៅដល់ចាងវាងដទៃទៀតក៏ដូចជាសមាជិកអ្នកសារព័ត៌មានឲ្យពួកគាត់បានយល់អំពីច្បាប់បាទនិងរបៀបរបបនៃការធ្វើព័ត៌មានបាទ បាទហើយមានអ្វីបញ្ជាក់បន្ថែមក្រៅពីសំណួររបស់ខ្ញុំបាទ ខ្ញុំក៏ចង់សនំពរទៅដល់ក្រសួងព័ត៌មានសូមជួយបើកវគ្គបន្តទៀតដើម្បីឲ្យបងប្អូនជាអ្នកសារព័ត៌មានដែលមិនទាន់បានទទួលវគ្គបណ្ដុះបណ្ដាលគាត់មានឱកាសអាចមករៀនសូត្របាទមករៀនសូត្រដើម្បីយកចំណេះដឹងទាំងអស់នេះព្រោះអ្នកសារព័ត៌មានគឺគាត់ជាអ្នកចុះទៅយកព័ត៌មានផ្ទាល់ដូច្នេះគាត់ត្រូវតែយល់ដឹងអំពីផ្លូវច្បាប់និងច្បាប់របបអ្នកសារព័ត៌មានបាទ ខ្ញុំសូមអរគុណច្រើនលោកឌីកវីដែលធ្វើការផ្ដល់បាទឱកាសនៅក្នុងពេលនេះផងដែរបាទលោកសុភ័ក្របាទនៅក្នុងថ្ងៃនេះបាទតំណាងសមាគមទាំងមូលផងដែរជាងលោកសុភ័ក្រនៅក្នុងសមាគមរបស់លោករួមទាំងលោកអាចជួយជម្រាបអំពីសមាជិកភាពនៃក្រុមការងារម្ចាស់ស្ថាប័នទាំងអស់ហ្នឹងជួយមានវត្តមាននៅទីនេះមានប្រមាណស្ថាប័នអង្គភាពដែរ បាទអរគុណមែនទែនដល់លោកសុភ័ណ្ឌដែលបានអញ្ជើញរូបខ្ញុំហើយក៏ដូចជាឡើងនិយាយក្នុងពេលនេះចែករំលែកបទពិសោធន៍ការងារព័ត៌មានមួយនេះផងថ្ងៃនេះខ្ញុំបានទូរស័ព្ទចាងវាង TSP 68និងជាអគ្គលេខាធិការនៃសមាគមសារព័ត៌មានសុក្រិតហើយក្នុងការចូលរួមនេះមានចំនួន11ស្ថាប័នរួមទាំងប្រធានសមាគមផងជំវិញការសិក្សារយៈពេល3ថ្ងៃលោកយល់យ៉ាងណាដែរចំពោះការបង្ហាត់បង្ហាញរបស់សាស្ត្រាចារ្យដែលជាវាគ្មិនរបស់ក្រសួងព័ត៌មាន បាទចំពោះការសិក្សារយៈពេល3ថ្ងៃនេះខ្ញុំមើលឃើញថាក្រសួងបានរៀបចំកម្មវិធីនេះគឺល្អមែនទែនហើយក៏ជំរុញលើកទឹកចិត្តទៅដល់បងប្អូនយើងដែលជាម្ចាស់ស្ថាប័នក៏ដូចជានិពន្ធនយោបាយផ្សេងៗនៅក្នុងស្ថាប័ននីមួយៗឲ្យស្វែងយល់ពីច្បាប់កាន់តែច្រើនកាន់តែល្អហើយមួយទៀតក្នុងនាមខ្ញុំជាចាងវាងម្នាក់ផងដែរក៏ខ្ញុំសូមទៅខាងក្រសួងព័ត៌មាន
នឹងបង្កើតកម្មវិធីនេះឲ្យបានច្រើនជាបន្តទៀតព្រោះដោយសារតម្រូវការចាំបាច់ដោយអ្នកសារព័ត៌មានរបស់យើងក៏គាត់ចង់ចូលរួមក្នុងការក្រេបជញ្ជក់យកចំណេះដឹងនេះបន្ថែមផងដែរ ជំវិញពាក់ព័ន្ធនឹងផ្លូវច្បាប់ដែលអ្នកសារព័ត៌មានរបស់យើងមួយចំនួនគាត់ត្រូវបានរងបាទគ្រោះឬក៏គាត់ត្រូវបានមានការចោទប្រកាន់ចេញពីប្រព័ន្ធតុលាការបាទនៅតាមតំបន់នីមួយៗដែលមួយរយៈកាលយើងឃើញថាមានការជាប់ឃុំអ្នកខ្លះក៏ជាប់ពន្ធនាគារបាទដោយអ្នកខ្លះក៏យល់ដឹងអំពីច្បាប់អ្នកខ្លះក៏មិនទាន់យល់ដឹងអំពីច្បាប់ក៏ប៉ុន្តែអ្វីដែលជាសារៈសំខាន់សម្រាប់នៅក្នុងពេលនេះការពង្រឹងនៅសមត្ថភាពដោយផ្អែកទៅលើការយល់ដឹងអំពីច្បាប់ស្តីពីរបបសារព័ត៌មានយល់ដឹងអំពីច្បាប់ស្តីអំពីគតិយុត្តនៃប្រព័ន្ធច្បាប់មួយថែមទៀតនោះជាបទពិសោធន៍ក្នុងនាមសុភ័ក្រដែលមានក្រុមការងារកន្លងមកដែលជួបបញ្ហាបងប្អូនច្បាស់ណាស់នៅស្គាល់ក្រុមការងាររបស់លោកសុភ័ក្រដែលបានត្រូវតុលាការមានការចោទប្រកាន់ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមបាទកម្ពុជាហើយនឹងសៀមណាកន្លងមកអញ្ចឹងជាបទពិសោធន៍ជាក់ស្ដែងលោកអាចជួយបង្ហាញបានទេបាទ ជាបទពិសោធន៍ជាក់ស្ដែងក្នុងការឆ្លងកាត់ហើយនឹងជួបប្រទះរឿងជាច្រើនដោយមានបុគ្គលិកខ្ញុំម្នាក់ដែលគាត់ឈ្មោះលោកភិភារាជាក់ស្ដែងខ្ញុំសូមលើកចំណុចកន្លែងនេះបន្តិចណាដោយសារទី1គឺគាត់ផ្ទះរបស់គាត់នៅបន្ទាត់ព្រំដែននោះតែម្ដងបាទចំណុចមួយទៀតនៅពេលអ្វីដែលគាត់បានធ្វើឲ្យពិតប្រាកដនោះយើងអត់ទាន់បានដឹងច្បាស់ពិតប្រាកដនៅឡើយទេដោយសារយើងដឹងថាគោលបំណងរបស់គាត់គឺគាត់មានគោលបំណងតែមួយទៅចែករំលែកជាស្បៀងជាម្ហូបអាហារទៅដល់ជនភៀសសឹកក៏ដូចជាកងទ័ពប៉ុន្តែរឿងដែលចាប់ផ្ដើមខាត់ខ្លួនរបស់គាត់គឺបែកធ្លាយនៅរូបភាពមួយសន្លឹកហើយរឿងរូបភាពមួយសន្លឹកនេះត្រូវបានខាងប្រទេសថៃយកទៅវាយប្រហារជាច្រើនហើយជុំវិញករណីនេះយើងកំពុងតែតាមដានបន្តនីតិវិធីជាមួយនឹងតុលាការនិងឈានទៅដល់សាលាឧទ្ធរបន្ថែមចាំមើលថាចំណាត់ការណាមួយពីខាងសាលាឧទ្ធរគាត់នឹងដោះស្រាយយ៉ាងម៉េចហើយក្នុងនេះក៏បានខាងក្រសួងព័ត៌មានក៏ដូចជាសមាគមសារព័ត៌មានសុក្រិតដែលដឹកនាំដោយអាដាមនូនីគាត់បានជំរុញរឿងនេះបន្ថែមហើយតែយើងក៏សង្ឃឹមថាអ្នកសារព័ត៌មានរបស់យើងនឹងអាចបានធូរស្រាលដោយកម្រិតណាមួយនៅថ្ងៃខាងមុខហើយមួយទៀតក៏អ្វីដែលខ្ញុំលើកពីចំណុចនេះមួយទៀតគឺថាក្រសួងព័ត៌មានបង្កើតនៅការសិក្សារៀនសូត្រផ្នែកច្បាប់ផ្សេងៗក៏ដូចជាផ្នែកជាច្រើនដែលរយៈពេល3ថ្ងៃនេះអញ្ចឹងខ្ញុំនៅតែទទូចស្នើសុំជាមួយក្រសួងឲ្យជំរុញនឹងការបង្រៀននេះឲ្យបើកឲ្យទូលាយសម្រាប់បងប្អូនយើងជាអ្នកសារព័ត៌មានជានិពន្ធនយោបាយក៏ដូចជាវិធីការនីផ្សេងៗឲ្យគាត់មានការស្វែងយល់និងចំណេះដឹងបន្ថែមពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់នៅក្នុងរបបនៃសារព័ត៌មានរបស់យើងបាទខ្ញុំសូមអរគុណច្រើនលោកសុភ័ក្របាទអរគុណជំរាបសួរដល់ទស្សនិកជនឥឡូវយើងបង្វែរអារម្មណ៍ងាកមកជួបនឹងតំណាងឲ្យសមាគមមួយបាទដែលតំណាងឲ្យលោករដ្ឋាបាទនឹងបង្ហាញអំពីទស្សនវិជ្ជាទាំងមូលបន្ទាប់ពីការសិក្សារៀនសូត្ររយៈពេល3ថ្ងៃបាទលោករដ្ឋាជួយបញ្ជាក់អំពីសមាជិកភាពរបស់ក្រុមការងាររបស់លោកមានចំនួនប្រមាណដែរហើយតំណាងឲ្យសមាគមអីដែរបាទបាទជំរាបសួរដល់ប្រជាជនដែលបានមានវត្តមានសិក្សាសាលានៅថ្ងៃនេះរយៈពេល3ថ្ងៃចាប់ពីថ្ងៃ23 24 25ផងដែរហើយខ្ញុំនេះគឺឈ្មោះខ្ញុំគឺឃីមរដ្ឋាជាចាងវាងការផ្សាយខេត្តតំបន់រស្មីស្ទឹងត្រង់ក៏ជាអនុប្រធានសមាគមវិជ្ជាជីវៈសារព័ត៌មានកម្ពុជាតំណាងឲ្យលោកបណ្ឌិតហៅគុណធាបាទលោកយល់ឃើញយ៉ាងណាដែរបន្ទាប់ពីការសិក្សា3ថ្ងៃគាត់ដែលតំណាងលោកផ្ទាល់មកទីនេះចំពោះក្រុមការងាររបស់លោកក៏ដូចជាលោកផ្ទាល់បាទសម្រាប់ក្រុមការងាររបស់ខ្ញុំគឺថាថ្ងៃនេះគឺបានមករៀនការសិក្សាវគ្គបណ្ដុះបណ្ដាលនៅវិជ្ជាជីវៈអ្នកសារព័ត៌មាននេះគឺសារៈសំខាន់បំផុតតែសម្រាប់អ្នកសារព័ត៌មានរបស់យើងបាទអញ្ចឹងហើយបានជាក្រសួងនឹងដាក់ឲ្យទៅសមាគមក៏ដូចជាចាងវាងទាំងអស់ដើម្បីចូលមកសិក្សាការរៀនសូត្រដើម្បីឲ្យចេះនឹងវិជ្ជាជីវៈក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានបាទខ្ញុំក៏ថ្លែងអំណរអគុណទៅដល់ខាងក្រសួងនោះដែរដែលជាអ្នកសារព័ត៌មានដែលជ្រើសតែបងប្អូនខ្លះមិនទាន់បានចូលនៅការរៀនសូត្រទេបាទហើយអ្នកខ្លះក៏បានចូលរៀនទៅតាមសមាគមដតីផងដែរហើយក្នុងនាមខ្ញុំជាអនុប្រធានសមាគមវិជ្ជាជីវៈអ្នកសារព័ត៌មានខ្ញុំទទូចសុំដើម្បីឲ្យបងប្អូនយើងជាអ្នកសារព័ត៌មានដើម្បីអញ្ជើញមកដើម្បីសិក្សាដើម្បីយកគ្រាបជញ្ជក់និងយកចំណេះដឹងទូទៅដើម្បីយកទៅបម្រើទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរបាទមានន័យថាលោកចង់កើននៅការសិក្សារៀនសូត្រនៅវគ្គជាបន្តទៀតសម្រាប់អ្នកសារព័ត៌មានមែនទេបាទខ្ញុំសូមអរគុណច្រើនបាទសូមអរគុណលោកភ័ណ្ឌបាទ